ការទុកចិត្តមនុស្សកាលពីមុនចូលសម្ព័ន្ធបងប្អូន3នាក់លាវកូនចាងគាត់ទៅស្បត់នៅក្នុងសួនផ្កាមួយគាត់ថាมันបានកើតថ្ងៃជាមួយគ្នាក៏បានស្លាប់ក្នុងថ្ងៃជាមួយគ្នាដែរនេះជាពាក្យសន្យារបស់លីប៉ៃក៏ប៉ុន្តែទៀតពិតអត់ទេបងប្អូនតែណាគេស្លាប់មុនគេគឺចាងហ្វីបន្តមកទៀតគឺគួនអ៊ីពេលហ្នឹងលាវប៉ៃស្លាប់ទៅតាមអត់ទេគាត់អត់បានស្លាប់ទៅតាមបងប្អូនទាំងពីរទាំងហ្នឹងទេគាត់បានតែសោកស្ដាយគាត់ចងលំហឹងនៅក្នុងខ្លួនតែបន្តិចប៉ុន្តែគាត់អត់បានទៅស្លាប់ទៅតាមបងប្អូនទាំងពីររបស់គាត់ទេបងប្អូនមើលតោះហ្នឹងអញ្ចឹងការសន្យារបស់អ្នកណាម្នាក់មិនបាច់ជឿទុកចិត្តខ្លាំងពេកទេបងប្អូនលាវប៉ៃគេថាមនុស្សដែលមានគុណធម៌ខ្ពស់ប៉ុន្តែអត់ទេគោលបំណងរបស់លាវប៉ៃធំជាងគេនឹងគឺមិនមែនស្រោចស្រង់បរិស្ថានទេទីបញ្ចប់គាត់ឡើងសោយរៀនតែខ្លួនឯងបងប្អូនឃើញទេសួរថាលាវប៉ៃសន្យានឹងធ្វើបានទេលាវប៉ៃសន្យាធ្វើអត់បានទេអញ្ចឹងកន្លែងហ្នឹងគេចង់បញ្ជាក់ឲ្យយើងថាកុំទុកចិត្តអ្នកណាទាំងអស់សូម្បីតែបងប្អូនដែលធ្លាប់រួមសុខរួមទុក្ខជាមួយគ្នាតែមិនអាចស្លាប់ទៅតាមគ្នាបានទេអញ្ចឹងគេបង្រៀនយើងឲ្យយើងដឹងថាភាពស្មោះត្រង់គឺជាជីវិតប៉ុន្តែអ្វីដែលគេសន្យាជាមួយយើងមិនមែនជាការពិតទេណាអត់ការពិតទេកន្លែងហ្នឹងឲ្យបងប្អូនយល់មើលរឿងយើងសង្កេតអញ្ចឹងអរគុណ